រៀបសួរពុកម៉ែបងប្អូនចាថ្ងៃនេះដែរវិលមកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាសម្រាប់ថ្ងៃនេះដែរនាងខ្ញុំមកនិយាយអំពីការតាក់ទងជាមួយនឹងការកាត់កូនចេកដើម្បីឲ្យដើមចេកយើងនឹងលូតលាស់បានល្អបើមែនទែនទៅសម្រាប់ដំណាំចេកកាលណាតែយើងចង់បានស្និទ្ធច្រើនហើយផ្លែវាថ្លោគឺយើងអាចទុកកូនច្រើនឬក៏ដើមច្រើនបានទេពុកម៉ែបងប្អូនចាសម្រាប់ចេកក្នុងមួយគុម្ពយើងអាចទុកមួយដើមទៅពីរដើមបានដោយចំការនាងខ្ញុំអញ្ចឹងតើតែដើមមេហ្នឹងចិត្តធ្លាក់សយោងហើយបាននាងខ្ញុំទុកបន្តមួយដើមទៀតអញ្ចឹងទៅណាពុកម៉ែបងប្អូនចាសម្រាប់វិធីសាស្ត្រហ្នឹងជួយបានខ្លាំងមែនទែនពុកម៉ែបងប្អូនជួយឲ្យដើមចេកយើងនឹងឆាប់ធ្លាក់សយោងហើយដើមថ្លោហើយធ្លាក់មកនឹងស្និទ្ធច្រើនកាលណាតែយើងទុកកូនយើងអាចកាត់កូនឬក៏យើងទុកដើមច្រើនគឺដើមចេកនឹងអត់ចង់ធំទេពុកម៉ែបងប្អូនគឺថាសយោងក៏អត់ចង់ធ្លាក់ដើមនឹងក៏ចង់ធំបើធ្លាក់សយោងដែរតែធ្លាក់មកទូចខ្លាំងមែនទែនសម្រាប់កូនចេកយើងត្រូវតែកាត់យើងអាចគាស់បានទេបញ្ជាក់ពុកម៉ែបងប្អូនកាលណាតែយើងគាស់ធ្វើឲ្យដើមដែលយើងទុកនឹងគឺអន់ងាយនឹងដួលតែបើយើងចង់គាស់បានទាល់តែចាំចេកយើងនឹងកាត់ផ្លែហើយគឺយើងអាចគាស់បានហើយពុកម៉ែបងប្អូនចាបើមែនទែនទៅសម្រាប់ចំការនាងខ្ញុំនេះដែរគឺនាងខ្ញុំដាំចូលជិត2ឆ្នាំហើយអញ្ចឹងហើយបានដូចបងប្អូនឃើញស្រាប់អញ្ចឹងគឺកូនចេកដែលនាងខ្ញុំកាត់ហ្នឹងគឺនាងខ្ញុំអត់កាត់ដល់ដីទេដោយសារតែនាងខ្ញុំទុកកូនហ្នឹងប្រម៉ែកទៅដាំនៅដីថ្មីទៀតចាសម្រាប់កូនចេកដែលនាងខ្ញុំត្រូវទុកគាស់ហ្នឹងគឺយើងអត់ទាន់គាស់បានពីឥឡូវទេដោយសារតែចេកយើងហ្នឹងចាប់ផ្ដើមធ្លាក់សយោងទាល់តែចាំចេកយើងកាត់ផ្លែហើយគឺយើងគាស់បានហើយពុកម៉ែបងប្អូន